ថ្ងៃនេះខ្ញុំមកប្រាប់ពីវិធីធ្វើស្ងោរម្រះដែលមានរសជាតិឈ្ងុយឆ្ងាញ់ដោយយើងមិនចាំបាច់ស្រស់ម្រះតែរសជាតិឆ្ងាញ់ហើយងុំល្អចូលជាតិគ្នាបានល្អមែនតើរសជាតិល្វីងតិចតិចប៉ុន្តែឆ្ងាញ់ជាដំបូងខ្ញុំយកសាច់ជ្រូក3ជាន់យកទៅចិញ្ច្រាំនៅក្នុងម៉ាស៊ីនចិញ្ច្រាំសាច់របស់ខ្ញុំបន្ទាប់មកយើងដាក់ផ្សិតស្លឹកត្រចៀកក្តៅជាមួយនឹងផ្សិតក្រៀមហើយនឹងមីសួរដែលយើងហាន់រួចចូលនៅក្នុងសាច់បន្ទាប់មកដាក់ហាប៊ីយឺហ៊ឺយើងចូលស្លឹកខ្ទឹមម្សៅស៊ុបស្ករសប៊ីចេងម្រេចម៉ដ្ឋនិងអំបិលទឹកត្រីប្រេងខ្យងទឹកស៊ីអ៊ីវរួចធ្វើការកូរគ្រឿងយើងឲ្យចូលគ្នាឲ្យសព្វនៅពេលដែលគ្រឿងចូលគ្នាសព្វហើយយើងទុកវាចោលមួយសន្ទុះបន្ទាប់មកយើងទៅធ្វើម្រះយើងរួចរាល់យើងយកគ្រឿងដែលយើងទុកនឹងយកមកញាត់ជាមួយនឹងម្រះយើងធ្វើការដាក់ដាំទឹកនៅពេលដែលទឹកពុះយើងដាក់បកាយឺហ៊ឺជាមួយនឹងខ្ទឹមសចូលបន្ទាប់មកយើងបង់ការ៉ុតចូលរួចយើងបង់ម្រះដែលយើងបានញាត់សាច់រួចរាល់ចូលទៅក្នុងទឹករបស់យើងសម្រាប់សាច់ស្នូលដែលនៅសល់មានស្បែកជាមួយនឹងសាច់គឺយើងបង់ទៅតាមក្រោយយើងដាក់ជាមួយនឹងផ្សិតក្រៀមរបស់យើងចូលយើងដាក់អំបិលទឹកត្រីស្ករសបន្ទាប់មកយើងដាក់រំងាស់ម្រះរបស់យើងឲ្យងុំល្អរំងាស់ដោយភ្លើងតិចតិចឲ្យរៀងយូរដែរខ្ញុំដូចជារំងាស់ប្រហែលជា45នាទីយើងចាប់ផ្ដើមកូរម្រះហ្នឹងយើងភ្លក់មើលតើស្ទើរសាប្រៃត្រង់ណាអីយើងថែមគ្រឿងខ្ញុំថែមទឹកត្រីម្សៅស៊ុបស្ករសរួចយើងកូរវាចូលគ្នាឲ្យរលាយគ្រឿងសព្វចុងក្រោយមានអំបិលយើងបង់ស្លឹកខ្ទឹមចូលសម្លយើងបានឆ្អិនរួចរាល់ហើយសម្រាប់ស្ងោរម្រះមួយចាននេះគឺធានាថារសជាតិឆ្ងាញ់ខ្ញុំចូលចិត្តសម្លរសជាតិបែបនេះរៀងល្វីងតិចតិចប៉ុន្តែមានជាតិខ្លាំងមែនទែនអរគុណបងអូនសម្រាប់ការទស្សនាវីដេអូជួបគ្នានៅវីដេអូក្រោយទៀត